ចាឆ្លើយតបទៅនឹងសំណួររបស់បងប្អូនដែលគាត់បានឆាតសួរណាចាខ្ញុំក៏សួរថាទីគ្រូតែយើងមើលបែបណាទើបដឹងថាបុគ្គលហ្នឹងគឺងាយនឹងមានជំងឺឬក៏ត្រូវនៅមន្តអាគមចាហៅថាគុំខ្មៅអីចឹងទៅចានឹងគឺបុរាណអាចារ្យយើងគឺតែមានណាចាហើយក៏នឹងមានដែរសង្គមរាល់ថ្ងៃប៉ុន្តែគឺកាត់ឡើងទៅតាមស្រុកខេត្តនៅជីអញ្ចឹងទៅចារឿងនៅត្រង់គឺអ្នករត់ដឹងទេណាចាប៉ុន្តែក៏មានអ្នកខ្លះគាត់ប្រាប់ថាគាត់មានប៉ះពីអញ្ចឹងទៅចាអញ្ចឹងដើម្បីមើលពីចាតារាងថ្ងៃខែឆ្នាំកំណើតអ្នកល្ងីត្រូវនៅអាគមគេណាបងប្អូនអញ្ចឹងយើងមើលទី1គឺយើងមើលតួថ្ងៃរបស់គាត់កូនឆ្មាកូនឆ្មានៅពឹងណាបងប្អូនចាអញ្ចឹងគឺទី1យើងមើលតួថ្ងៃចាតួខែតួឆ្នាំរបស់គាត់បើសិនជាតួថ្ងៃតួខែតួឆ្នាំរបស់គាត់ខ្សោយចាធ្លាក់ទៅក្នុងទីតាំងមិនល្អនៅក្នុងតារាងកំណើតរបស់គាត់ចានៅក្នុងអត្តគឺយើងមាន9ឋានហើយយើងលេខការយកកំណើតរបស់គាត់ទៀតគឺយើងមានឋាន10អញ្ចឹងការយកកំណើតគឺយើងមើលដើម្បីចារកលេខណាជាការគណីចាជាមរណៈជាភាគអីរបស់គាត់ចឹងទៅចាហើយចំណែកនៅក្នុងអត្តយើងមានជាឧត្តបាតមានជាមរណៈមានជាហិនៈអរិចាជាអីចឹងណាបងប្អូនណាចាអញ្ចឹងបងប្អូនអ្នកដែលសិក្សានៅវិទ្យារតៈគឺដឹងហើយចាអញ្ចឹងតួថ្ងៃតួខែតួឆ្នាំរបស់គាត់ខ្សោយចានឹងទី1គឺងាយរងនៅអត្តពលបើសិនជាគាត់មានជំនឿទៅខាងចាអរូបីមុនខ្លាំងអីផ្សេងហ្នឹងគឺយើងមើលបាត់ហ្នឹងទៅចាមានរាហូជ្រែកឬក៏ចាពីកែជ្រែកអាហ្នឹងគឺងាយចាតួថ្ងៃតួខែធ្លាក់ទៅក្នុងចាទីតាំងមិនល្អនៃតារាងកំណើតឧបមាថាសម្ព័ន្ធអត្តតនុចាសម្ព័ន្ធទៅក្នុងព្យាយៈចាទេព្យាយៈណាចាហើយមានរាហូជ្រែកឬក៏មានកែជ្រែកអាហ្នឹងក៏បញ្ហាហើយចាតួខ្លួនរបស់គាត់ខ្សោយថាតួរិស័យរបស់គាត់នៅក្នុងចាខ្លួនរបស់គាត់ណាធាតុរបស់គាត់ហ្នឹងគឺខ្សោយគឺងាយរងហើយប្រសិនបើអត្តតនុរបស់គាត់ជាលេខសពគ្រោះទៀតចាលេខសពគ្រោះគឺមានលេខ4ចាលេខ2អញ្ចឹងទៅគឺឧទាហរណ៍2សិនចាខ្ញុំឧទាហរណ៍លេខ2លេខ4សិនពីព្រោះលេខច័ន្ទលេខពុតគឺជាលេខដែរចាសពគ្រោះមែនប៉ុន្តែសពគ្រោះនៅក្នុងចាខ្សោយទេមិនរឹងមាំដូចជាលេខព្រះពហុលេខសពទេលេខអតិពលល្អសពគ្រោះដែលឲ្យផលល្អគេហៅថាលំដាប់លេខ1គឺព្រះពហុបន្ទាប់មកគឺសពចាហើយបន្ទាប់មកទៀតទៅលេខ3ហ្នឹងគឺពុតហើយនឹងចាពីច័ន្ទព្រោះលេខពុតហើយនឹងពីច័ន្ទបើសិនជាត្រូវល្អក៏ល្អដែរប៉ុន្តែបើត្រូវចាធ្លាក់ខ្សោយក៏លឿនដែរពីព្រោះលេខហ្នឹងគឺតូនទុនលឿនបើសិនបើមានរាហូជ្រែកចាលេខហ្នឹងគឺធ្លាក់ចុះលឿនណាធ្វើឲ្យបុគ្គលហ្នឹងងាយនឹងដើរនៅក្នុងផ្លូវខុសសុំទោសបងប្អូននិយាយទៅចុះចាងាយនឹងដើរនៅក្នុងផ្លូវខុសគេហៅថាយើងចាត់ស្រាលទួនលឿនចាងាយនឹងគេអូសទាញប្រសិនបើខ្សែគប់ប៉ះមិត្តល្អក៏ល្អលឿនប៉ុន្តែបើសិនបើមិត្តគេអូសទាញណាចាមិត្តគេអូសទាញទៅក្នុងរឿងអបាយផ្សេងៗក៏លឿនដែរចានឹងគឺខ្ញុំឧទាហរណ៍សម្រាប់ចាយុវជនយុវនារីអីចឹងទៅប្រសិនបើគាត់មានចាលេខចិត្តរបស់គាត់គឺនៅពិន្ទុអញ្ចឹងដើម្បីមើលពីចិត្តយើងមើលពិន្ទុដើម្បីមើលពីទូខ្លួនដំណើរជីវិតរបស់គាត់យើងមើលតតនុទៅកាលណាតតនុរបស់គាត់ខ្សោយអានឹងគឺងាយចាតារាងកំណើតគឺសំខាន់បំផុតគឺមើលតតនុហ្នឹងឯងភាពរឹងមាំភាពទុនខ្សោយរបស់បុគ្គលម្នាក់ៗគឺមើលចាទូខ្លួនចាដំណើរជីវិតអំពីរូបរាងពណ៌សវលមុខមាត់សុខភាពរឹងមាំខ្សោយអីគឺមើលតតនុហ្នឹងឯងចាភាពនឿយហត់ពិបាកសំណុកសុខសប្បាយបុណ្យកុសលជាអកុសលអីគឺចាយើងមើលតតនុហ្នឹងឯងបើសិនបើបុគ្គលគាត់មានអកុសលច្រើនហើយតែវិបាកកម្មអញ្ចឹងយើងមើលតតនុទៅគឺឃើញហើយចាអ្នកដែលមានជំងឺឈឺច្រើនដំណើរជីវិតជួបលំបាកច្រើនអីចាអញ្ចឹងគឺមើលតតនុនោះទៅគឺយើងដឹងបាត់ហើយជាលេខបាត់គ្រោះឬសុខគ្រោះហើយសម្ព័ន្ធធ្លាក់នៅក្នុងផ្ទះអីនៅក្នុងតារាងកំណើតនៅក្នុងតារាតៈក៏ទុំបុនឋានមកគាត់ចាហើយមានបាត់គ្រោះជ្រែកឬអត់ហើយបាត់គ្រោះហ្នឹងចាជាធាតុបែបណាសត្រូវធាតុជាមួយនឹងទូខ្លួនរបស់គាត់ចាជាសត្រូវពុកទាំងពីរហ្នឹងវាជាសត្រូវនឹងគ្នាដែរអត់ឧបមាថាអត្តតនុរបស់គាត់ចាជាលេខ1ប៉ុន្តែសាប់តបូកទៅយើងបានលេខចា8ឬក៏លេខ10លេខ20អីចឹងទៅអាហ្នឹងគឺសត្រូវនឹងគ្នាបាត់ហើយចាព្រោះលេខ1គឺលេខអាទិត្យចំណែកលេខ8ហ្នឹងគឺកម្លាំងអាគារណាចា8ចំណែក10ហ្នឹងគឺកម្លាំងរបស់សៅរ៍ហ្នឹងគឺជាភពទាំងពីរហ្នឹងគឺសត្រូវនឹងគ្នាបាត់ចាអញ្ចឹងគឺបង្កនៅបញ្ហាចាទុកលំបាកដល់គាត់ហ្នឹងឯងចាយើងជាម្ចាស់នៃតារាងកំណត់របស់យើងហ្នឹងចាហើយយើងមើលទៀតបើសិនបើគាត់ខ្សោយងាយនឹងត្រូវអំពើពាក់គេអញ្ចឹងគឺទូគ្រូរបស់គាត់ហ្នឹងគឺធ្លាក់ទៅក្នុងពីមិនល្អមានបាបគ្រោះជ្រែកចាហើយបាបគ្រោះចាអ្នកដែលត្រូវពើពាក់មុនខ្មៅហ្នឹងបងប្អូនមើលគឺត្រូវចាយើងមើលកម្លាំងបោកលេខជ្រែកប៉ះព្រះសៅរ៍ប៉ះអង្គាប៉ះរាហូប៉ះកេតុអាហ្នឹងគឺងាយបើសិនជាគាត់ជឿទៅលើខាងមុនខ្មៅអរូបីអីផ្សេងៗអាហ្នឹងគឺប៉ះហើយចាប៉ុន្តែបើសិនយើងមើលបែបជួយបែបជាសាសគឺចាយើងទៅទៅជំងឺគឺតែមើលឲ្យគឺឃើញហើយចាបែបជាសាសចឹងមិនចេះខ្វះទេជំងឺបច្ចុប្បន្នគឺជំងឺបែបជាសាសគឺកាយណាបងប្អូនចាសម្រាប់ខ្ញុំកាលណាខ្ញុំដើរក្អូនកំពុងមើលរិស័យគេគឺខ្ញុំឲ្យទៅពេទ្យសិនចាឲ្យទៅពេទ្យសិនកាលណាឃើញរិស័យឆ្នាំរិស័យខែរបស់គាត់មានជំងឺមានអីខ្ញុំឲ្យគាត់ពាក្យសាមួយពេទ្យសិនចាអញ្ចឹងទៅពេទ្យសិនណាចាតែបើថាយើងមើលពេទ្យបញ្ជាបញ្ជូលមិនសមប្រកបទេអានឹងចាំមើលបែបចាអត់3គ្រូម៉ោទៀតទៅចាអញ្ចឹងគឺជំនាញដំបូងគឺយើងស្វែងរកពេទ្យណាចាហើយពេទ្យយើងមើលត្រូវពេទ្យណាបងប្អូនកុំឈឺឲ្យយើងទិញថ្នាំលេបផ្ដេសផ្ដាចាពីឈឺយើងទៅពិសាពិនិត្យមើលចាមើលជាមើលអីចឹងទៅពេទ្យពីពិនិត្យមើលដល់យើងឈឺអីគេដាក់ថ្នាំមកវាត្រូវតាមជំងឺរបស់យើងចាបើសិនបើយើងឈឺឲ្យយើងទៅទិញថ្នាំលេបផ្ដេសផ្ដាផ្សំខ្លួនឯងអានឹងគឺបង្កគ្រោះថ្នាក់កាន់តែខ្លាំងចាវាប៉ះពាល់ដល់ថ្លើមដល់ដង្រំនោមដំណងរបស់យើងចឹងណាបងប្អូនចាហ្នឹងគឺនិយាយច្រើនពីអូនទេអត់ចាក្រោកឡើងគឺមានភៀវចាកំណាត់ទៅឆាតមកច្រើនចឹងទៅក៏និយាយច្រើនតាមទូរស័ព្ទចឹងណាបងប្អូនចាអញ្ចឹងខ្ញុំបកស្រាយជូនប៉ុណ្ណឹងចាបើសិនបើទូខ្លួនរបៀបមើលដែលត្រូវនៅមុនអាគមនៅអីគឺយើងមើលទូខ្លួនរបស់គាត់ខ្សោយទី1ទី2យើងមើលភពចានៅក្នុងទីពិន្ទុរបស់គាត់ចាអញ្ចឹងយើងដឹងហើយចាប្រសិនបើមានរាហូកេតុសៅអីចារួមជ្រែកអាហ្នឹងគឺ
បញ្ហាលឿនចាចឹងណាបងប្អូនចាអរគុណជម្រាបលាចា